នៅកំពង់សោមយើងមានកន្លែងញ៉ាំអាហារពេលព្រឹកមួយនេះចង់ឲ្យស្គាល់ចូលតាមផ្លូវស្លាអូ2ហើយទល់មុខគ្នាជាមួយប៉ែថ្មិញនេះបងប្អូនឃើញហើយកន្លែងម៉ាក់លីហេងឈ្មោះកន្លែងគេឡើងម៉ាក់លីហេងហើយខ្ញុំហៅតែអ៊ីម៉ែហេងហើយនិយាយមួយម៉ាក់តាណាតែឡើយអ៊ីម៉ែហេងនិយាយទៅលាប់មាត់កន្លែងគាត់ទៅមានច្រើនមុខណាមានស្អីនេះមានបាញ់សូងងមាននំចុកហងមានកាទៀវឆាមានអីច្រើនមុខនិយាយទៅឲ្យតែខ្ញុំទៅម្ដងខ្ញុំនិយាយត្រង់ខ្ញុំអង្គុយចូលគិតមកអង្គុយ stop ហ្មងអត់ដឹងថាត្រូវញ៉ាំអីហើយសឹកបាញ់សូងច្រឡំទឹកនំចុកគេក៏មាន2 3ធឺដែរតែកន្លែងគាត់ធ្វើឆ្ងាញ់ហើយមានអនាម័យហើយកន្លែងហ្នឹងលក់ដាច់និយាយទៅផឹកឡើងអីពេលខ្លះមនុស្សពេញគាត់ថាវាកន្លែងលក់ពេលខ្លះថ្ងៃខ្លះមនុស្សច្រើនថ្ងៃខ្លះក៏មនុស្សតិចចឹងបើទៅថ្ងៃណាឬមនុស្សច្រើនទៅវាកកគុញរៀងចាំយូរតិចកន្លែងគាត់នៅចិត្តផ្លូវសាលាអូ2ថ្ងៃនេះខ្ញុំចូលទៅរៀងស្បើយតិចឯងនិយាយទៅថ្ងៃនេះរៀងស្បើយដោយសារតែខ្ញុំដេកអត់ងើបទុំងើបទៅបានមកតិចអីញ៉ាំបាយកន្លែងគាត់បាយកន្លែងគាត់ក៏ឆ្ងាញ់ដែរបាយកន្លែងគាត់មានបាយសាច់ជ្រូកចៀនផងមានបាយសាច់មាន់ស្ងោរសាច់មាន់ចៀនតែបើសាច់ជ្រូកអាំងគ្រឿងអាំងដូចជាអត់មានទេមានចៀនហើយសបោអ្នកទិញខ្ចប់ច្រើនមានទឹកភេសជ្ជៈអីក៏មានដែរអ្នកទិញខ្ចប់ច្រើនអ្នកមកខ្ចប់តលអ្នកកំងទិញតាម app អីរៀងច្រើនគាត់ថាបើយើងមករៀងយើងអ្នកដេកយូរអីមកទៅរៀងស្បើយមនុស្សប៉ុន្តែបើអ្នកមកពីព្រលឹមរៀងអាចនឹងរៀងកកគុញតិចព្រោះដោយសារតែអ្នកមកញ៉ាំអីពីព្រលឹមច្រើនអ្នកហើយអាខាងក្នុងនេះគឺគ្រឿងស៊ុបរបស់គាត់នឹងមានសេរីមីស៊ុបកាទៀវមានពួកខគោនំប៉័ងអីមានទាំងអស់និយាយទៅកន្លែងខ្ញុំថតឲ្យសិតតែកន្លែងដែលខ្ញុំទៅញ៉ាំយកហើយខ្ញុំមិនទៅម្ដងខ្ញុំទៅលក្ខណៈថាវារាប់ផ្លេចទេបាទខ្ញុំថតឲ្យមើលហើយដូចយើងថតតែបានលុយពីអ្នកលក់អីទេតែថតឲ្យមើលទេហើយអានេះចង់ recommend ឲ្យមើលដោយសារតែកន្លែងវាកន្លែងបែប local កន្លែងខ្ញុំទៅហ្មងហើយខ្ញុំថតអត់ឲ្យអ្នកលក់ដឹងដែរខ្ញុំគួយឲ្យថតឲ្យប្រគំជា clip ឲ្យមើលព្រោះខ្ញុំអត់ចូលចិត្តទៅឲ្យគេដឹងឲ្យគេសម្ដែងនេះទេអានេះលក្ខណៈថា experience តែមើលផ្ទាល់ទៅគឺអ្នកទៅគឺឃើញអញ្ចឹងដូចខ្ញុំឃើញអញ្ចឹងអត់មានមកចេញមកលក្ខណៈថាអ្នកថតតុកលើកនេះលើកនោះឲ្យអីបែបសម្ដែងអីចឹងណាចូលចិត្តបែប natural ហើយបើគ្រឿងផឹកវិញខ្ញុំផឹកតែកាហ្វេទេកាហ្វេឡាតេព្រោះខ្ញុំអត់ដឹងថាមកអីព្រោះផឹកឡើងយើងមកញ៉ាំពេលផឹកយើងមានផឹកកាហ្វេអញ្ចឹងជាទូទៅខ្ញុំកំងតែ signature ខ្ញុំនឹងឡាតេស្ករ20ហ្នឹងប៉ុន្តែជាក់ស្ដែងមានភេសជ្ជៈច្រើនមុខហើយនេះទីតាំងដូចឃើញអញ្ចឹងនេះលេខទូរស័ព្ទអីលើហ្នឹងនៅសង្កាត់4ផ្លូវចូលឡាអូ2នឹងឯងអរគុណ